Ok បងប្អូនអរគ្នាថ្ងៃនេះផងដែរខ្ញុំចង់មកចែករំលែកជាមួយនឹង tip ខ្លះៗតាក់ទងនឹងធ្វើបែបណាទើបយើងអវងបានចំនួនច្រើនតាមបទពិសោធន៍របស់ខ្ញុំពីមុនគឺខ្ញុំបន្ទាប់ពីធ្វើការអវងជាមួយនឹងដងខ្លួនសមហើយខ្ញុំបានធ្វើការ aid ជាមួយនឹង weight vest របស់ខ្ញុំ weight vest នេះគឺមានទម្ងន់16គីឡូខ្ញុំពាក់លើដងខ្លួនបន្ទាប់មកខ្ញុំធ្វើការអវងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីបន្ស៊ាំខ្លួនជាមួយនឹងគីឡូធ្ងន់ៗដែលមាននៅលើដងខ្លួនរបស់ខ្ញុំនេះដើម្បីបង្កើនឬក៏ពង្រឹងសាច់ដុំដៃរបស់ខ្ញុំពេលណាដែលខ្ញុំមានកម្លាំងសាច់ដុំដៃគ្រប់គ្រាន់គឺការអវងរបស់ខ្ញុំក៏នឹងកើនឡើងទៅតាមចំនួននឹងដែរបាទចឹងហើយបើសិនជាបងប្អូនមិនមាន weight vest ទេហើយបងប្អូនចង់ធ្វើការអវងបានច្រើនដូចគ្នាមិនមែនប្រកាសថាបងប្អូនទៅធ្វើការអវងរងថ្ងៃទេយើងអាចផ្លាប់ប្ដូរជាមួយនឹងមហាតានផ្សេងៗបានដូចជាការវឹកហាត់ជាមួយនឹងដុំ dumbbell ក៏ជាអត្ថប្រយោជន៍មួយដែរក្នុងការធ្វើឲ្យយើងអវងបានច្រើនបាទពីព្រោះថាបើយើងនិយាយអំពីការអវងបែរថាយើងនិយាយអំពីការប្រើកម្លាំងដៃនៅពេលដែលយើងនិយាយអំពីការប្រើកម្លាំងដៃយើងនិយាយអំពីការលើកទម្ងន់អញ្ចឹងការលើកទម្ងន់គឺយើងត្រូវការមានឧបករណ៍ក្នុងការលើកបាទអញ្ចឹងហើយបើសិនជាបងប្អូនអត់មាន weight vest ដូចខ្ញុំទេក្នុងការអវងដើម្បីបន្ថែមទម្ងន់បងប្អូនអាចប្រើ dumbbell លើកវាជាប្រចាំជាមួយនឹងមហាតានផ្សេងៗហើយតើតើទៅនឹងមហាតានដែលតើតើជាមួយនឹងឧបករណ៍មួយនេះខ្ញុំក៏មានធ្វើជាវីដេអូមួយដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាដែរកុំភ្លេចចុច Subscribe YouTube របស់ខ្ញុំកុំភ្លេចចុច Follow TikTok ហើយនឹង Page របស់ខ្ញុំដើម្បីទទួលបានវីដេអូមុនគេហើយពីនេះពីខ្ញុំបាទ B Songman យើងចាំជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ